นโมตนี้ញាតិញោមជួយចែករំលែកបានច្រើនព្រោះថ្ងៃនេះថ្ងៃទី4ខែឧសភាឆ្នាំ2026នេះជាសកម្មភាពសាមណេរដែលគួរឲ្យជ្រះថ្លាស្រស់ស្អាតដែលនិមន្តតម្រង់ជាជួរដើម្បីត្រៀមនិមន្តទៅឆាន់លើសាលាធម្មសភានៅវត្តសន្តិមារាមមហាវត្តឧច្រាខេត្តបៃលិនញាតិញោមពុទ្ធបរិស័ទឃើញវីដេអូនេះហើយខ្ញុំគណៈអាត្មាជឿជាក់និងសង្ឃឹមថាញាតិញោមពុទ្ធបរិស័ទប្រកាសជាមានចិត្តជ្រះថ្លានិងជួយចែករំលែកបន្តហើយក្នុងនោះទៀតសោតខ្ញុំគណៈអាត្មាភាពសូមចម្រើនពរជម្រាបជូនដល់ញាតិញោមពុទ្ធបរិស័ទក្នុងបណ្ដាញទាំងអស់មេត្តាជាថាប្រសង់ដែលតម្រង់ជួរដល់ញាតិញោមពុទ្ធបរិស័ទបានឃើញនៅក្នុងវីដេអូនេះគឺជាប្រសង់ដែលគង់នៅវត្តឧច្រាខេត្តបៃលិនដែលមានបេជនចាប់ពី5ឆ្នាំរហូតដល់5 ដណ្ដប់ 6 ដណ្ដប់ 7 ដណ្ដប់ឆ្នាំហើយប្រសង់ទាំងអស់នេះទៀតសោតក៏គឺជាប្រសង់ដែលមុនក៏ដូចជាមកពីខេត្តផ្សេងមានខេត្តបាត់ដំបងមានខេត្តបៃលិនសៀមរាបព្រះវិហារនិងកំពង់ធំហើយប្រសង់ទាំងអស់នេះទៀតសោតគឺជាប្រសង់ដែលចាកចេញពីត្រកូលកំសត់កំរក៏ដូចជាស្រុកស្រែសេចំការដែលនៅដាច់ស្រយាលជាដើមជាពិសេសគឺក្មេងកព្រាមរាយឪពុកដែលអាត្មាភាពបានរៀបចំបានពំពោះលោកប្រហែលឆ្នាំកន្លងមកនេះហើយសរុបទាំងអស់ប្រសង់នៅទីនេះបច្ចុប្បន្ននៅក្នុងវត្តសន្តិមារាមមហាវត្តឧច្រាមានប្រសង់ចំនួន71អង្គអ្នកក្នុងនោះប្រសង់ទាំងអស់ហើយញាតិញោមពុទ្ធបរិស័ទបានឃើញតម្រង់ជាជនទៀតសោតគឺព្រះអង្គសប្តាហ៍ថ្ងៃគឺកំពុងតែសិក្សារៀនសូត្រនៅសាលាពុទ្ធកបឋមសិក្សាចំនួន4ថ្នាក់អនុវិទ្យាល័យឆ្នាំទី2មួយថ្នាក់ដែលទៅសិក្សានៅក្នុងវត្តខ្លះនិងក្រៅវត្តខ្លះដូច្នេះព្រះសង្ឃទាំងអស់នេះគឺជាព្រះសង្ឃដែលលោកកំពុងនឹងសិក្សារៀនសូត្រនៅសាលាពុទ្ធកៈដូច្នេះញាតិញោមពុទ្ធបរិស័ទដែលបានអញ្ជើញមកនៅខេត្តបៃលិនក៏សូមគោរពអញ្ជើញញាតិញោមពុទ្ធបរិស័ទអញ្ជើញមកថ្វាយអង្គមក៏ដូចជាមកជួបប្រកេនទេយទានផ្សេងអាចបានចំណែកដូចជាភេសជ្ជៈឬក៏សភើពីអីជាដើមហើយក្នុងទិសោតខ្ញុំគណៈអាត្មាចម្រើនពរបន្ថែមទៀតថាព្រះសង្ឃទាំងអស់នេះគឺព្រះអង្គនិមន្តមកពីខេត្តផ្សេងឆ្ងាយមិនមែនជាអ្នកស្រុកកំណើតកើតជានៅក្នុងខេត្តបៃលិននេះទេដូច្នេះក៏សូមញាតិញោមពុទ្ធបរិស័ទទាំងអស់មេត្តាចិត្តជ្រះថ្លាអនុមោទនីអញ្ចឹងក៏សូមញាតិញោមពុទ្ធបរិស័ទតាមដានទស្សនានៅវីដេអូនេះជាសកម្មភាពនៃការត្រាច់ចរនិមន្តឡើងទៅលើសាលាធម្មសភាដើម្បីទទួលនៅផាត់នៅពេលព្រឹកដូច្នេះក្នុងទិសខ្ញុំគណៈអាត្មាភាពសូមគោរពថ្លែងអំណរអគុណចំពោះសន្តានចិត្តដ៏ជ្រះថ្លារបស់សពប្រជាជននៅក្នុងខេត្តបៃលិននឹងផងខេត្តពោធិ៍សាត់នឹងផងដែលលោកបានលះបង់ពេលវេលាដ៏មានតម្លៃជាពិសេសលះបង់ទ្រព្យធនដើម្បីអនុគ្រោះដល់ប្រសង់សាមណេរតូចដែលញាតិញោមពុទ្ធបរិស័ទនេះឃើញស្រាប់គឺប្រកេននៅចង្ហាន់ផាត់កាទៀវពេលព្រឹកដូច្នេះខ្ញុំគណៈអាត្មាភាពក្នុងនាមបច្ចៈអធិការក៏សូមគោរពថ្លែងអំណរអគុណនិងសូមគោរពជូនពរដល់ម្ចាស់ឧបត្ថម្ភជាភាសាគឺម្ចាស់សទ្ធាចេះថ្លាដែលបានធ្វើសេចក្តីអនុគ្រោះចំពោះព្រះសង្ឃសូមឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនតរៀងទៅមួយផ្នែកទៀតបុណ្យកុសលទាំងឡាយទាំងពួងដែលកើតឡើងក្នុងវេលាឱកាសនេះសូមឧទ្ទិសកុសលជូនទៅដល់វរៈកងទ័ពដែលបានបូជាឈាមស្រស់សាច់ស្រស់ការពារជាតិមាតុភូមិរបស់ជាតិខ្មែរយើងមួយផ្នែកទៀតសូមឲ្យវិញ្ញាណក្ខន្ធរបស់អស់លោកមកទទួលមហាកុសលអំពីម្ចាស់សទ្ធាមួយផ្នែកទៀតក៏សូមឧទ្ទិសកុសលជូនដល់ពពួកទេវតាដែលថែរក្សានៅព្រះរាជណាចក្រទាំងពួងដែលថែរក្សានៅវត្តសន្តិមារាមមហាវត្តឧច្រាសូមទេវតាទាំងអស់នោះមកទទួលជាមហាកុសលអំពីម្ចាស់ទានមួយផ្នែកទៀតក៏សូមប្រកេនជូនពរដល់អតីតបច្ចៈអធិការលោកតារឿងនងសូមឲ្យដួងវិញ្ញាណក្ខន្ធរបស់អតីតបច្ចៈអធិការមកទទួលចំណែកមហាកុសលអំពីម្ចាស់សទ្ធាជាបញ្ចប់ក៏សូមជូនពរជូនជ័យដល់ញាតិញោមជាម្ចាស់សទ្ធាសូមឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនតរៀងទៅសូមអនុមោទនាមហាកុសលដែលបានប្រគិនផាត់គុទាវដល់ព្រះសង្ឃវត្តសន្តិមារាមមហាវត្តអូច្រាសូមអនុមោទនាញាតិញោមពុទ្ធបរិស័ទដែលបានឃើញនៅវីដេអូនេះហើយក៏សូមជួយចែករំលែកបន្ត
ចែករំលែកបន្តផងណាតែណាសូមអនុមោទនីបងខ្ញុំប្រកាសអាត្មាភាពបច្ចៈអតិកាក៏សូមចម្រើនពរលាតែប៉ុណ្ណឹងសូមអនុមោទនីសូមអរព្រះគុណនិងសូមអរគុណចំពោះញាតិញោមពុទ្ធបរិស័ទដែលតែងតែតាមដាននៅវីដេអូរបស់ខ្ញុំអាត្មាភាព